សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមាន topic មួយដែលគឺហៅថាព័ត៌មានទាន់ហេតុការណ៍ដែលកំពុងតែកើតឡើងនៅសហរដ្ឋអាមេរិកតាក់ទងទៅនឹងទីផ្សារភាគហ៊ុនរបស់ប្រទេសអាមេរិកគឺនៅស្រុកអាមេរិកនេះតាំងពីអាទិត្យមុនប្រហែលជា2អាទិត្យមកម្ល៉េះហើយវានៅតែបន្តរហូតមកដល់ឥឡូវនឹងទៀតដោយសារមានក្រុមហ៊ុនមួយដែលមានឈ្មោះថា GME ឈ្មោះពេញរបស់វានឹងគឺ GameStop អូខេនៅពេលបច្ចុប្បន្ននេះគឺក្រុមហ៊ុននោះគឺវាឡើងខ្លាំងមែនតើអញ្ចឹងខ្ញុំនឹងប្រាប់មូលហេតុទៅដល់អ្នកទាំងអស់គ្នាថាហេតុអីបានស្តុកដែលមានតម្លៃត្រឹមតែ$2 ទៅ$3ហើយនៅពេលដែលវាឡើងខ្ពស់បំផុតនោះគឺវាឡើងបានដល់ទៅ$480ហើយនៅពេលបច្ចុប្បន្ននេះគឺវាមានតម្លៃជាង$300ក្នុងរយៈពេលត្រឹមតែប្រហែលជាមួយខែតែប៉ុណ្ណោះចាគឺនៅក្នុងខែមួយនេះឯងអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ដឹងតាមដានជាមួយខ្ញុំទាំងអស់គ្នាចាប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាកំពុងតែមើលវីដេអូឃ្លីបនេះហើយអត់តមានឱកាសចុចលើ Subscribe ឬក៏កណ្ដឹងអ្នកទាំងអស់គ្នាអាចធ្វើឥឡូវនឹងបានពីព្រោះខ្ញុំតែងតែមានអាប់ឡូតវីដេអូថ្មីជារៀងរាល់សប្តាហ៍យកមកចែករំលែកជាមួយអ្នកទាំងអស់គ្នាចាអញ្ចឹងយើងបកមកប្រធានបទយើងវិញតាក់ទងនឹងក្រុមហ៊ុនមួយដែលមានឈ្មោះថា GameStop អូខេ shortcut របស់វាគឺ GME ថាតើវាមានរឿងអីកើតឡើងចំពោះក្រុមហ៊ុនហ្នឹងបានជាក្រុមហ៊ុនហ្នឹងឡើងបើគិតទៅក្នុងរយៈពេល6ខែចុងក្រោយហ្នឹងគឺវាឡើងប្រហែលជា8000%ចាប្រសិនបើយើងគិតតែដើមខែមួយតែមួយខែចុងក្រោយនេះគឺវាឡើងប្រហែលជា1500%ឯណោះអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថាអូក្រុមហ៊ុនហ្នឹងប្រហែលជាបង្កើតអីថ្មីមានផលិតផលអីថ្មីដែលអស្ចារ្យហើយដែលធ្វើឲ្យក្រុមហ៊ុនហ្នឹង stock វាផ្ទុះឡើងពីតាំងពី$2-3ឡើងដល់4-500ណោះចាអញ្ចឹងតាមធៀបពិតវាមានរឿងច្រើនតាក់ទងនឹងគ្នាតាមពិតឥឡូវយើងត្រូវ understand ពីក្រុមហ៊ុន GameStop នឹងសិនថាតើក្រុមហ៊ុនហ្នឹងគេរកស៊ីអីតាមពិតក្រុមហ៊ុនហ្នឹងវាជាក្រុមហ៊ុនធម្មតាទេគឺវាក្រុមហ៊ុនលក់វីដេអូហ្គេមបានន័យថា game ដែលគេលក់ជា DVD អញ្ចឹងណាវាលក់វាជួលនឹងជាដើមតែវាមាន store ច្រើននៅអាមេរិកវាមានរាប់ពាន់កន្លែងអញ្ចឹងទៅវាលក់នៅ store in person បានន័យថាដូចយើងទៅលក់នៅផ្សារអញ្ចឹងមនុស្សចង់ទៅជួលចង់ទៅទិញអាវីដេអូហ្គេមនោះតទៅ store ផងវាដើម្បីទិញអញ្ចឹងទៅដោយសារមករយៈក្រោយហ្នឹងពេល COVID កើតឡើងមនុស្សអត់សូវបានទៅ store ទៅអីទៀតទេអញ្ចឹងក្រុមហ៊ុនហ្នឹងក៏វាធ្វើ business អត់បានល្អដែរប៉ុន្តែនៅក្នុងខែ9ហ្នឹងចុងខែគឺវាបាន invite វាថា change board of director អញ្ចឹងណាអញ្ចឹងគេបាន invite គាត់ម្នាក់ដែលឈ្មោះថា Coham Bryant ជា new board of director មក join company ហ្នឹងគាត់នឹងទៅតែអាយុ35ឯងហើយគាត់ធ្លាប់ជា co-founder នៅក្រុមហ៊ុន online business មួយដែលតាក់ទងទៅនឹងការលក់ម្ហូបអាហារឬក៏របស់ប្រើប្រាស់ឲ្យសត្វចាសម្រាប់សត្វគេចិញ្ចឹមដូចសត្វឆ្កែឬក៏ឆ្មាហ្នឹងជាដើមចាអញ្ចឹងគាត់លក់ផលិតផលហ្នឹង online ហើយដល់ពេលឥឡូវហ្នឹងគាត់ក្លាយមកជា board of director របស់ក្រុមហ៊ុន GameStop ហ្នឹងអញ្ចឹងនៅពេលដែលគាត់ក្លាយទៅជា board of director ខែ9ហ្នឹងគឺគាត់មានគម្រោងចង់ធ្វើឲ្យក្រុមហ៊ុន GameStop ហ្នឹងឈប់លក់ product ដោយនៅលើ store ទៀតបានន័យថាមិនបាច់ចាំឲ្យគេទៅទិញដល់ហាងបានលក់អីអញ្ចឹងគាត់ចង់ធ្វើ business ជាលក្ខណៈ online ចាអញ្ចឹងគេនឹងដឹកជញ្ជូនឲ្យមកដល់ផ្ទះហើយគាត់ក៏មានគម្រោងឈប់ធ្វើជា DVD គាត់ចង់ធ្វើវាជាលក្ខណៈ digital គ្រាន់តែគាត់មានគំនិតបែបហ្នឹងហើយគាត់ចង់ reform restructure បានន័យថាកែតម្រង់ក្រុមហ៊ុនហ្នឹងចាអញ្ចឹងនៅថ្ងៃទី8ខែ12ឆ្នាំ2020ហ្នឹង stock ផលក្រុមហ៊ុន GameStop ហ្នឹងគឺវាឡើងពី$6ហ្នឹងឡើងដល់ជាង$10គឺ$16.94 let's say ថា$7-10ចាចាអញ្ចឹងវាចេះតែឡើងវាអត់ចុះបន្ទាប់មកទៀតនៅចុងឆ្នាំហ្មង by the end of the year after Christmas ហ្នឹងគឺឆ្នាំ2020ហ្នឹងខែ12ហ្នឹងគឺគាត់ខ្លួនឯងហ្នឹងមិនត្រឹមតែជា board of director គាត់សុកចិត្តវិនិយោគលុយផ្ទាល់ខ្លួនគាត់ហ្នឹងគាត់ទិញ stock ក្រុមហ៊ុន GameStop នឹងខ្លួនឯងតែម្ដងអញ្ចឹងចំនួនដែលគាត់ទិញ stock ចូលមកទុកនៅក្នុងដៃហ្នឹងគឺមាន9លាន stock ចាអញ្ចឹងបើគិតទៅគាត់ចំណាយលុយអស់ប្រហែលជា$76 លានដើម្បីទិញ stock GameStop ហ្នឹងយកមកទុកនៅក្នុងដៃពីព្រោះគាត់គិតថាថ្ងៃក្រោយក្រុមហ៊ុននឹងមានឱកាសឡើងថ្លៃចាអញ្ចឹងរហូតមកដល់ខែ1ថ្ងៃ11 2021នេះគឺប្រហែលអាទិត្យប្រហែលជា2អាទិត្យកន្លងទៅនេះគឺ stock ហ្នឹងឡើង$19ជាង let's say ថា$20ចាចាអញ្ចឹងតាមពិតវាជារឿងល្អហើយសម្រាប់ក្រុមហ៊ុន GME ហ្នឹងនោះហើយក៏វាជារឿងល្អសម្រាប់អ្នក investor ដែរហើយវាជារឿងមួយដែលសមហេតុផលដែល stock ហ្នឹងឡើងពី$5-6ហ្នឹងឡើងមកត្រឹម$20វាអត់មានអីខុសឆ្គងទេចាប៉ុន្តែរឿងដែលធ្វើឲ្យក្រុមហ៊ុន GME ហ្នឹងឡើង stock រហូតដល់$400-500នេះមិនមែនដោយសារការកែតម្រង់ហ្នឹងទេចាអញ្ចឹងមូលហេតុគឺដោយសារតកតងទៅនឹង short seller អូខេចាអញ្ចឹងនិយាយឲ្យសាមញ្ញ
គឺពួកក្រុមហ៊ុន short sell ហ្នឹងគឺគេបានធ្វើ prediction ពីក្រុមហ៊ុន GME ហ្នឹងគេថា GME ហ្នឹងគឺมันអាចឡើងបានទេគឺ in the future in the near future ក្រុមហ៊ុនហ្នឹងនឹងធ្លាក់ចុះចាអញ្ចឹង stock វាឧបមាថាបច្ចុប្បន្នហ្នឹងថា$20គឺគេអត់គិតថា stock ហ្នឹងមានតម្លៃ$20គេគិតថា3ខែទៀតឬក៏2ខែទៀតក្រុមហ៊ុនហ្នឹងនឹងអាចចុះនៅត្រឹម$15ឬក៏$10អញ្ចឹងគឺពួក short sell ហ្នឹងគឺតែងតែ predict បានន័យថាធ្វើការទស្សន៍ទាយឲ្យក្រុមហ៊ុនណាមួយហ្នឹងគឺវាថោកជាតម្លៃទីផ្សារពិតប្រាកដហើយពួកហ្នឹងការធ្វើការទស្សន៍ទាយបែបហ្នឹងតើគេបានផលប្រយោជន៍អីគេខ្លះនៅក្នុងគំនិតផុសគេគឺគេគិតថាក្រុមហ៊ុនហ្នឹងមិនអាចមានតម្លៃឧទាហរណ៍ថា$20បានទេត្រូវទេអញ្ចឹងគេឃើញតម្លៃបច្ចុប្បន្នហ្នឹង$20អញ្ចឹងគេអត់មាន stock ក្រុមហ៊ុន GME ហ្នឹងទេអញ្ចឹងពួក short sell ហ្នឹងគឺគេទៅខ្ចី stock ពីគេហៅថាពី brokerage ពីអ្នកឈ្មួញកដាលអញ្ចឹងថាហេឲ្យខ្ញុំខ្ចី stock 10000 stock មកអូខេនៅក្នុងតម្លៃមួយដែលការគេខ្ចីហ្នឹងគឺ$20ប៉ុន្តែកាលណាគេខ្ចី stock នៅស្រុកនេះគឺគេសងជា stock បើយើងខ្ចីលុយយើងសងជាលុយអញ្ចឹងពួក short sell ហ្នឹងគឺគេអត់ខ្ចីលុយទេគឺគេខ្ចី stock ហើយគេមានកំណត់ថ្ងៃច្បាស់លាស់ឧបមាថាគេឥឡូវហ្នឹងគេខ្ចី stock យើងថា10000 stock 3ខែក្រោយគេនឹងសងយើង10000 stock វិញអញ្ចឹងនៅពេលដែលគេឃើញ stock ហ្នឹងកំពុងឡើងគេទៅខ្ចីហើយគេលក់ភ្លាមអញ្ចឹងគេខ្ចីយើង10000 stock គេលក់ក្នុងតម្លៃ$20បាន200,000អញ្ចឹង3ខែក្រោយនៅពេល stock ហ្នឹងចុះសល់10រៀលអញ្ចឹងគេទិញ stock ហ្នឹងចូលវិញគឺគេទិញអស់តែ100000ទេអញ្ចឹងគេចំណេញ100000ត្រូវទេតែបើចែកដន stock ហ្នឹងឡើងពី$20ឡើងដល់$30អញ្ចឹងនៅពេលដែលគេទិញចូលវិញគេត្រូវចំណាយលុយអស់300,000អញ្ចឹងគេខាតអស់100000ចាអញ្ចឹងហើយពួក short seller ហ្នឹងគឺគេ predict ថាក្រុមហ៊ុនហ្នឹងមិន perform well ទេមិនធ្វើបានល្អទេអញ្ចឹងតម្លៃនៅលើទីផ្សារហ្នឹងមិនពិតប្រាកដទេត្រូវតែធ្លាក់ចុះអញ្ចឹងគេខ្ចីច្រើនគេខ្ចី stock ច្រើនពី brokerage ហ្នឹងហើយសន្យាថានឹងសងវិញនៅក្នុងថ្ងៃអនាគតដល់ពេលឆាប់ហ្នឹងឥឡូវចាំឲ្យ stock ហ្នឹងចុះដើម្បីទិញចូលវិញយកទៅសង broker ប៉ុន្តែ stock ហ្នឹងវាអត់ចុះទេវាគិតតែពីឡើងដល់$20ប៉ុន្តែទន្ទឹមហ្នឹងអ្នកទាំងអស់គ្នាដឹងឯងនៅអាមេរិកហ្នឹងគឺមាន community មួយដែលមានឈ្មោះថា Reddit Wall Street Bet ចាអញ្ចឹងអា Reddit community ហ្នឹងវាមាន member វារាប់លានអ្នកឯណោះអញ្ចឹងកាលណាវាមានព័ត៌មានអីថ្មីគឺគេចែកគ្នាតាក់ទងទៅនឹងចំណេះដឹងផ្សេងដូចជាការលេង share ភាគហ៊ុនហ្នឹងជាដើមអញ្ចឹងវាដឹងព័ត៌មានថាក្រុមហ៊ុន short sell hedge fund ហ្នឹងបានខ្ចី stock យ៉ាងច្រើនពី brokerageធ្វើ short sell លក់ stock GME ហ្នឹងអញ្ចឹងពួកហ្នឹងបាននិយាយនៅក្នុង community ហ្នឹង share គ្នាទៅមនុស្សរាប់លានអ្នកបានមើលអា comment ហ្នឹង share idea គ្នាគឺបានផ្ទុះគំនិតមួយថាយើងគួរតែទិញ stock ហ្នឹងយកមកទុកពីព្រោះកាលណាយើងទិញឲ្យបានច្រើននៅពេលដែលដល់ថ្ងៃកំណត់ដែលក្រុមហ៊ុនshort seller ហ្នឹងពួក short seller ហ្នឹងត្រូវ pay stock មកឲ្យ brokerage វិញអញ្ចឹងនៅពេលហ្នឹងគេអត់មាន stock ត្រូវអត់អញ្ចឹងនៅពេលហ្នឹងគឺយើងលក់បានថ្លៃអញ្ចឹងទាំងខ្ញុំទាំងគេអូខេនៅពេលដែលយើង read comment នឹងហើយស្ដាប់មើលទៅវាដូចថាយើងទទួលយកបានណាសមហេតុផលអញ្ចឹងមនុស្សច្រើនអ្នកមែនតើនាំគ្នា start ទិញ stock ហ្នឹងហើយអ្នកដែលជាអ្នកបង្កើតអា online community ហ្នឹងអា Reddit community ហ្នឹងគឺគាត់បានទិញ stock ច្រើនមែនតើគឺនៅក្នុងតម្លៃតា$19ជាងឯង let's say ថា$20គាត់ក៏ទិញយកមកទុកដែរអញ្ចឹងធ្វើឲ្យ member ផ្សេងចាប់អារម្មណ៍យើងចាប់ផ្ដើមទិញដែរអញ្ចឹង stock ហ្នឹងគឺវាចាប់ផ្ដើមឡើងពី$20ហ្នឹងឡើងដល់30រៀល40រៀល50រៀលដល់រហូតមកដល់អាទិត្យមុននេះគឺនៅក្នុងខែ1ហ្នឹងថ្ងៃទី26 27ហ្នឹងអ្នកទាំងអស់គ្នាដឹងហើយវាផ្ទុះឡើងដល់$480អញ្ចឹងគឺទិញរាប់លាន stock អញ្ចឹងទិញលក់ហ្នឹងប៉ុន្តែបច្ចុប្បន្នហ្នឹងគឺម្នាក់ទិញហើយអត់ទាន់លក់ទេទុកថាចាំមើលដល់ពេលក្រុមហ៊ុន short sell ហ្នឹងវាដល់ថ្ងៃដែលត្រូវសងគេហើយវាខ្វះ stock វានឹងត្រូវទៅទិញនៅក្នុងតម្លៃមួយដល់ថ្លៃចាអញ្ចឹងយើងអត់ដឹងថាគេនឹង hold អា stock នឹងយូរប៉ុណ្ណាអូខេអញ្ចឹង stock នឹងនៅពេលបច្ចុប្បន្នហ្នឹងវាឡើងចុះបច្ចុប្បន្ននេះ stock នឹងវាធ្លាក់នៅសល់តែ300ជាងឯងប៉ុន្តែគេ expect ថា stock នឹងឡើងបន្តទៀតគាត់ថាឡើងប៉ុន្មានយើងអត់ដឹងទេអូខេប៉ុន្តែវា risky មែនតើអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាមើលអា graphic វាលក់សឹងអត់តាន់ទិញក៏សឹងអត់តាន់គឺថាវាលឿនមែនតើហើយក្រុមហ៊ុនដែលបើកឲ្យយើងជួញដូរ stock ហ្នឹងដូចជា Robinhood ក៏ដោយ TD Ameritrade Interactive Broker ក៏ដោយក្រុមហ៊ុនមួយចំនួនហ្នឹងគឺបាន block យើងអត់អនុញ្ញាតឲ្យយើងទិញ stock GME ហ្នឹងទេ
អូខេអញ្ចឹងមានការ complain យ៉ាងច្រើនពីប្រជាជនអាមេរិកដែលគេប្រើ account ហ្នឹងហើយគេអាចទិញ stock បានឥឡូវនេះ Robinhood គឺគេបានបើកឲ្យទិញខ្លះៗវិញហើយគឺវាអត់ជាសេរីទេហើយអ្នកទាំងអស់គ្នាដឹងទេថាក្រុមហ៊ុន Hedge Fund គឺពួក short seller ហ្នឹងណាបច្ចុប្បន្ននេះរហូតដល់បច្ចុប្បន្ននេះតើខាតលុយអស់ប្រមាណហើយដើម្បីទិញ stock ហ្នឹងចូលវិញណាគឺខាតអស់ជាង$20 billion ហើយ okay more than $20 billion that's a lot of money នៅក្នុងរយៈពេលមួយដ៏ខ្លីក្នុងតែប្រហែលអាទិត្យទេគឺក្រុមហ៊ុនហ្នឹងខាតអស់ជាង$20 billion អូខេអញ្ចឹងប្រសិនបើ stock ហ្នឹងនៅតែ keep going up វានៅតែឡើងទៅទៀតណាគឺក្រុមហ៊ុនអា hedge fund ពួក short seller ហ្នឹងគឺកាន់តែខាតគឺខាតច្រើនមែនតើពីព្រោះវាត្រូវតែ promote ទិញ stock ហ្នឹងវាអត់មានជំរើសទេអញ្ចឹងវាត្រូវតែទិញ stock ហ្នឹងទោះបីថាតម្លៃហ្នឹងថ្លៃប៉ុណ្ណាក៏ដោយដើម្បីទៅសងពួក brokerage firm ដែលវាជាពាក់ stock គេហ្នឹងដែលថាដល់ថ្ងៃកំណត់វាត្រូវតែសងគេជា stock វិញប៉ុន្តែបើអ្នកទាំងអស់គ្នាសួរខ្ញុំថាតើគួរទៅទិញ stock GME នឹងដែរអត់ចម្លើយនេះគឺខ្ញុំគិតថាវា risky មែនតើហេតុអីឥឡូវហ្នឹងគឺ stock ហ្នឹងគឺវាឡើងថ្លៃខ្លាំងណាវាឡើងដល់ទៅជាង$300អញ្ចឹងឱកាសនៃការធ្លាក់អ្នកទាំងអស់គ្នាត្រូវចាំថា stock ហ្នឹងវាមិនមែនជាក្រុមហ៊ុនអីដែលអស្ចារ្យដូច Facebook ដូច Amazon ដែលគេមាន plan ថាធ្វើអីជាពិសេសទេវាគ្រាន់តែជាក្រុមហ៊ុនទូចមួយទេប៉ុន្តែដែលវាឡើងថ្លៃនោះគឺតាក់ទងទៅនឹងពួក short sell អញ្ចឹងនៅពេលណាដែលពួក short seller ហ្នឹងគឺគេទិញ stock នឹងគ្រប់ហើយឧទាហរណ៍ណាវាដល់កម្រិតមួយអញ្ចឹងក្រុមហ៊ុនហ្នឹងនឹងធ្លាក់ថ្លៃក្រឹបតែម្ដងអញ្ចឹងពី$300វានឹងមកនៅថ្លៃដើមវាវិញអាចជាង$10រៀលឬក៏20រៀលអញ្ចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែប្រយ័ត្ននៅក្នុងករណីហ្នឹងនៅពេលដែលយើងទិញ stock ថ្លៃបែបនេះហើយ stock ហ្នឹងវាឡើងចុះលឿនអញ្ចឹងជាទូទៅវាពិបាកនិយាយណាអាហ្នឹងគេមិន call ជាលក្ខណៈគេហៅថាធ្វើការវីដេអូគេវាមិនមែនជាលក្ខណៈ investment long term ទេអូខេអញ្ចឹងអាហ្នឹងវាចូលជាលក្ខណៈគេហៅ gambling ជាការលេងល្បែងបាត់ទេពីព្រោះបើអ្នកទាំងអស់គ្នាលក់តាន់អ្នកទាំងអស់គ្នានឹងចំណេញអ្នកទាំងអស់គ្នាលក់អត់តាន់អ្នកទាំងអស់គ្នានឹងខាតប៉ុន្តែគុណវិបត្តិទី2នៅពេលដែល stock ហ្នឹងវាឡើងចុះលឿនអញ្ចឹងគឺយើងពិបាកនៅក្នុងការលក់ហើយគឺ system វា error ទៀតហេតុអីដោយសារវាមាន traffic បានថាចរាចរណ៍វានឹងគឺច្រើនរាប់រយរាប់ពាន់ million stock ត្រូវធ្វើ trading នៅក្នុងរយៈពេលមួយថ្ងៃហ្នឹងបានឲ្យលក់ចេញទិញចូលលក់ចេញទិញចូលអញ្ចឹងគឺវាច្រើនមែនតើអញ្ចឹងជួនកាលនៅពេលដែលយើងគេហៅ place order បានន័យថាយើងដាក់បញ្ជាកំងទិញឬកំងលក់ជួនកាលទិញអត់បានលក់អត់បានតន់ចិត្តទេដោយសារវា error អញ្ចឹងអាចធ្វើឲ្យមានការយឺតយ៉ាវហើយព័ត៌មានបើសិនអ្នកទាំងអស់គ្នាលេង stock ប្រភេទហ្នឹងអ្នកទាំងអស់គ្នាត្រូវតែអង្គុយមុខ computer ហើយកុំធ្វើអីពីព្រោះត្រូវមើលវារាល់ពេលតែម្ដងបើយើងភ្លេចខ្លួនអូចាំកន្លះម៉ោងឬក៏1ម៉ោងទៀតចាំមើលបើវាឡើងផុតហើយបើវាចុះក៏ចុះផុតដែរអញ្ចឹងអ្នកទាំងអស់គ្នាត្រូវប្រយ័ត្ននៅក្នុងករណីហ្នឹងប្រសិនបើយើងសម្រាប់ចិត្តថាទិញ stock មួយហ្នឹងហើយវាមានតម្លៃថ្លៃរហូតដល់$200ទៅហើយចាប៉ុន្តែគ្រាន់តែគេគិតថាឱកាសនៃការឡើងផុត stock ហ្នឹងនៅមានទៀតអញ្ចឹងខ្ញុំក៏អត់ដឹងដែរពីព្រោះថាឥឡូវបច្ចុប្បន្ននេះវាដូចជា300ជាងហ្នឹងវាដូចជាតម្លៃមួយដែលមានស្ថិរភាពប៉ុន្តែចាំមើលនៅក្នុងអាទិត្យទី1នៅក្នុងខែ2នេះចាំមើលតើ stock ហ្នឹងឡើងដល់កម្រិតណាហើយចុះដល់កម្រិតណាអញ្ចឹងខ្ញុំនឹងអាប់ដេតប្រាប់អ្នកទាំងអស់គ្នាចាអញ្ចឹងបើសិនអ្នកទាំងអស់គ្នាចូលចិត្តវីដេអូឃ្លីបដែលខ្ញុំធ្វើអ្នកទាំងអស់គ្នាអាចคลิกលើ Subscribe ឬក៏កណ្ដឹងចាសូមអរគុណដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំ